សូមស្វាគមន៍បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីទៀតហើយគឺឆាគ្រុំចំពោកទាជាមួយនឹងអំពិលទុំចាគ្រឿងផ្សំរបស់យើងមានដូចជាគ្រុំចំពោកទាចាជាមួយនឹងម្រះព្រៅហើយយើងមានខ្ទឹមសហើយនឹងអំពិលទុំទៀតបងប្អូនតែញ៉ាំបានថតចឹងណាខ្ញុំប្រាប់ពីវិធីធ្វើតែម្ដងចាតបមកយើងដាក់ប្រេងឆាដាក់ខ្ទឹមសពងវាទៅហើយដាក់អំពិលទុំលេងជាមួយគ្នាខ្ញុំធ្វើកាត់ណាបងប្អូនតែតាមពិតគេដាក់លក្ខូចសោចនេះហើយនឹងគល់លក្ខីទៀតអ្នកខ្លះណាតែអីចឹងទៅតែខ្ញុំអត់ទេខ្ញុំមានប៉ុណ្ណាខ្ញុំធ្វើប៉ុណ្ណឹងចាយើងដាក់លេងជាមួយនឹងអំពិលទុំហើយដាក់ស្ករប៊ីចេងទឹកត្រីអំបិលអីចឹងណារ៉ូឌីអីចឹងទៅតាមចំណង់ចំណូលចិត្តរបស់យើងរសជាតិដែលយើងភ្លក់មកល្មមហើយចាយើងកូរវឹកវាហើយយើងថែមទឹកមួយជ្រូចទៅបងប្អូនដើម្បីកុំឲ្យវាខ្លោចបានអញ្ចឹងណាចាដល់ពេលបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមដាក់ប្រេងខ្យងចាយើងផ្សំគ្រឿងតាមចំណូលចិត្តយើងទៅហើយបន្ទាប់មកចាំយើងដាក់ឃុំយើងចូលណាចានៅស្រុកខ្ញុំគេហៅឃុំចំពោកទាប៉ុន្តែខ្ញុំមិនដឹងថាស្រុកបងប្អូនគេហៅអីទេចាហ្នឹងគឺគេហៅឃុំចំពោកទាណាដាក់ចូលទៅក្នុងជាមួយនឹងទឹកអំពិលទុំហើយយើងច្រឡូកទៅច្រឡូកមកចាដាក់ទឹកមួយជ្រោចទៀតកុំឲ្យវានេះកុំឲ្យវាក្រាំងខាងក្រោមណាចាយើងទុកវាត50មាត់ចឹងទៅចាំយើងដាក់ម្រះព្រៅចូលចាយើងភ្លក់ណាមកសំរុំមកចំណងចំណូលចិត្តរបស់យើងប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងទៅបន្ទាប់មកទៀតបងប្អូនចាប់ផ្ដើមចុកទៅចុកមកទៅឲ្យវាសពប់ម្រះព្រៅនឹងហើយចាំយើងដួសដាក់ចានប៉ុន្តែខ្ញុំសូមបញ្ជាក់បងប្អូនតិចណាខ្ញុំសូមសួរបងប្អូនតិចនៅខាងស្រុកបងប្អូនគេហៅឃុំហ្នឹងគេហៅឃុំអីឬក៏គេមានឈ្មោះអីផ្សេងបងប្អូនជួយខមមិនខាងក្រោមវីដេអូហ្នឹងផងណាហើយឃុំហ្នឹងឆ្ងាញ់មែនតើបងប្អូនសាច់វាឡើងណែនហ្មងហើយអត់ស្វិតទេឡើងផុយឆ្ងាញ់ណាហើយឥឡូវចាឃុំរបស់យើងបានឆ្អិនហើយរួចរាល់ហើយតំណងមែនតើបងប្អូនអើយគួរឲ្យឆ្ងាញ់មែនតើប៉ុន្តែមិនបានតែសម្រស់ទេណាចាសូម្បីតែរសជាតិក៏ឆ្ងាញ់ជាប់ចិត្តដែរចានេះគឺយើងបានដួសដាក់ចានហើយចាបានចេញជាលទ្ធផលហើយប៉ុន្តែបើបងប្អូនចង់ហឹលបងប្អូនអាចថែមម្ទេសពីលើនឹងបានណាចាជាចុងក្រោយសូមអរគុណដល់អ្នកបានទស្សនាវីដេអូនេះហើយសូមជួយ like និងជួយ share វីដេអូនេះម្នាក់មួយផងណាអរគុណច្រើនជម្រាបលាបងប្អូនទាំងអស់គ្នា